Bọn khơi nhà so đã phô nơi gầnក្រោយđó thêmទាំងអក្សរខ្មែរទៀតឃើញថាលយមែនតើហើយសម្រាប់បងប្អូនដែលចង់ធ្វើបែបនេះគឺងាយទេបងប្អូនជាដំបូងចូលមកកាន់ App Store សិនមកហើយយើង search app មួយដែលមានឈ្មោះថា Spring Video Editor នឹងចូលមក app នឹងមកហើយខ្ញុំចុចពាក្យថា Create New តមកទៀតខ្ញុំទៅរកវីដេអូដែលយើងចង់ធ្វើវាណាខ្ញុំដាក់កន្លែង favorite នេះហើយខ្ញុំ select វីដេអូតមកចុចអាលើវីដេអូខាងក្រោមនេះមកហើយយើងទៅរកអក្សរដែលយើងចង់ដាក់ណាចុចកន្លែងព្រួយខាងក្រោមនេះចុចមកកន្លែង text តមកយើងចង់ដាក់អក្សរដែលយើងចង់ដាក់មកឧទាហរណ៍ណាស្រឡាញ់គេម្នាក់ឯងយើងក៏អាចបដូរ font បានដែរនៅក្នុង app នេះយើងមាន font ខ្មែរច្រើនតែយើងចង់លេង style បានណាតមកខ្ញុំ select លើវីដេអូខាងលើនេះចុចលើវាមកហើយខ្ញុំទៅរក duplicate as layer ណាចុចលើវាមកនេះវាចេញវីដេអូទី2ហើយតមកយើងទាញវាឲ្យប៉ុនវីដេអូដើមទាញវាស្មើហើយយើងចុចលើអាវីដេអូកណ្ដាលនឹងមកហើយយើងរកពាក្យ remove background ណានេះ magic remove ចុចលើវាមករកចាំតវាពេញណាលឿនទេលើវាពេញ 100% ហើយយើងមក play មើលថាវាមិនដែរឃើញថាអក្សរវាផុសនៅខាងក្រោយលយមែនតើបន្តមកប៉ុណ្ណឹងយើងគឺរួចរាល់ហើយយើងអាច export វាទៅក្នុង photo ណាអានេះយើងអាច export ទៅ 4K បានតែ free ទេអត់គិតលុយទេកន្លែងនេះគេឲ្យបងលុយតែយើងមិនចុចបងទេយើងចុច skip មកនៅពេលដែលវាពេញ 100% វានឹង load ទៅ photo របស់យើងឯងបាទអរគុណជួបគ្នាវីដេអូក្រោយ